នេះគឺជាការចិញ្ចឹមទាបែបលក្ខណៈគ្រួសារបងប្អូនចិញ្ចឹមបែបលក្ខណៈគ្រួសារ3 4 10ទាអញ្ចឹងណាហើយទ្រង់ទានេះគឺធ្វើខ្លួនឯងបងប្អូនធ្វើខ្លួនឯងរៀបចំខ្លួនឯងហើយការចំណាយអីហ្នឹងគឺវារៀងច្រើនដែរបងប្អូនកាលពីដំបូងឡើយយើងនឹកឃើញថាចិញ្ចឹមទា2 3ក្បាលអីទៅក្រែងលោថាវាបានពងបានអីចឹងណាបងប្អូនហើយជាគិតថាចិញ្ចឹមទាអញ្ចឹងទៅក៏ចាប់ផ្ដើមធ្វើរោងបងប្អូនធ្វើទ្រង់ទាធ្វើអីហ្នឹងណាទិញឈើទិញអីគេយកមកធ្វើរៀបចំធ្វើហើយដៃខ្លួនឯងអាដៃសល់ដៃដែលកាត់ធ្វើការងារទៅវាសល់អញ្ចឹងណាយើងយកមកកាត់ផ្គុំឲ្យទៅដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងមានឫស្សីខ្លះមានឈើខ្លះហើយមានសំណាញ់ព័ទ្ធជុំវិញហើយអាសំណាញ់ហ្នឹងមុនដំបូងនឹកឃើញថាមិនចង់ដាក់សំណាញ់ទេតែដល់ពេលមើលវីដេអូរបស់គេមើលជនជាតិគេដាក់សំណាញ់ណាខ្ញុំរកអាសំណាញ់ជ័រវាអត់បានអាសំណាញ់ជ័រហើយបើសិនជាទិញសំណាញ់ជ័រប្រហែលជាវាមិនសូវអស់លុយច្រើនដូចអាសំណាញ់ប្រភេទដែកទេសំណាញ់នេះវាអស់ច្រើនដែរបងប្អូនកាលហ្នឹងគេលក់គីឡូឬក៏លក់ម៉ែត្រទេកាលហ្នឹងភ្លេចបាត់ទៅបងប្អូនដូចជាកាលហ្នឹងទិញមួយទ្រង់ទាហ្នឹងចូល$40ដែរបងប្អូនចូល$40ហើយយកមកព័ទ្ធដំធ្វើអញ្ចឹងណាបងប្អូនហើយទាពេលយើងរើសពងអញ្ចឹងទៅវាផ្អើលវារត់ប្រសេប្រសាចនិយាយទៅទាស្រួលចិញ្ចឹមដែរបងប្អូនបើថាយើងដាក់ចំណីឲ្យវាស៊ីគ្រប់គ្រាន់ណាជាភាសាទាដែលយើងចិញ្ចឹមដើម្បីបានពងណាបងប្អូនយើងចិញ្ចឹមដើម្បីបានពងយើងដាក់ចំណីត្រូវតែចំណីជំនួយពងបើអញ្ចឹងទេវាអត់ពងទេបងប្អូនចានេះយើងដាក់ចំណីពងណាបងប្អូនចំណីពងពងទិញគេយកមកចិញ្ចឹមថ្ងៃទី1ហ្នឹងពងបាន8 9គ្រាប់ពងទាវាទាំងអស់វា11ក្បាលអញ្ចឹងវាពងបាន8 9គ្រាប់សឹងថាខ្វះតែមួយទាទៀតណាវាបាន10គ្រាប់អីចឹងទៅតែវាពងបាន9គ្រាប់ប៉ុន្តែក្រោយមកទៀតពងរាល់ថ្ងៃបងប្អូនឲ្យតែយើងដាក់ចំណីឲ្យវាស៊ីគ្រប់គ្រាន់ណាជាពិសេសចំណីជំនួយពងហ្នឹងឯងចំណីដែលគេដាក់បំពន់ឲ្យទានឹងវាពងប៉ុន្តែចំណីហ្នឹងវារៀងថ្លៃដែរបងប្អូនមួយក្រុង50000អីចឹងទៅអញ្ចឹងយើងដាក់បានប្រហែលជា3 4 10ថ្ងៃអញ្ចឹងណាតែបើថាយើងដាក់សង្ខេបទៅអាចថាបានមួយខែអញ្ចឹងដែរបងប្អូនយើងដាក់សង្ខេបដាក់ចំណីឲ្យវាស៊ីសង្ខេបទៅបាន3 4 10ថ្ងៃ20ថ្ងៃ30ថ្ងៃមួយខែដែរតែបើថាយើងដាក់ឲ្យវាស៊ីឲ្យឆ្អែតអាហ្នឹងពងវាក៏វាបានច្រើនតាមហ្នឹងដែរបងប្អូនហើយពងនេះមិនមែនយកទៅដាក់ទេណាបងប្អូនពងដែលវាពងតាមបែបធម្មជាតិរបស់វាណាអញ្ចឹងវាពងបានច្រើនដែរបងប្អូនឡើងមកកញ្ច្រែងពងច្រើនហើយតែយើងដាក់ចំណីឲ្យវាស៊ីគ្រប់គ្រាន់ទៅពងវាច្រើនបងប្អូនអញ្ចឹងដើររើសពងរើសចោលឡើងបានឡើងមកកញ្ច្រែងបងប្អូនអើយនេះនឹងថាយកតាណាអស់ទេពងវាច្រើនពេកណាបងប្អូនហើយពងរាល់ថ្ងៃឲ្យតែយើងដាក់ចំណីដាក់អីចឹងទៅហើយខ្ញុំរៀបចំដីហ្នឹងដំបូងឡើយដាក់ដីធម្មតាដល់ពេលដីធម្មតាមើលទៅវាមិនសូវស្អាតទៅយកអាកន្តិចឈើរបស់គេយកពីកន្លែងជាងឈើណាបងប្អូនយកកន្លែងជាងឈើយកមកចាក់ក្រាលអីចឹងទៅដំបូងឡើយដោយសារតែយើងឃើញទ្រង់ចំសត្វរបស់ជនជាតិណាបងប្អូនជនជាតិគេរៀបចំស្អាតណាទ្រង់របស់គេចេញមកមួយគឺប្លឹងដល់ពេលយើងធ្វើតាមគេមិនស្អាតដូចគេទេបងប្អូនបានត្រឹមតែយើងចាំបានអីប៉ុណ្ណឹងតែថាឲ្យស្អាតដូចគេវាមិនស្អាតទេបងប្អូនហើយយើងរើសហើយយើងដាក់វាវិញបងប្អូនដាក់ទ្រង់អានេះមិនតាន់បានធ្វើសំណាញ់ព័ទ្ធជុំវិញកុំឲ្យវាចេញទៅខាងក្រៅទេអញ្ចឹងត្រូវដាក់ទ្រង់វានៅក្នុងនឹងទៀតហើយបងប្អូនអើយនេះបានពងឡើយមិនចេះតិចសិតតែពងទា